គ្រឹះនៃប្រាសាទបាយ័នមានរាងជាការ៉េដែលម្ខាងមានប្រវែង80 ម៉ែត្រវិហារធំមានទីតាំងនៅកណ្ដាលមានកម្ពស់ប្រហែលជា43 ម៉ែត្រផុតដីប្រាសាទរួមដោយវិហារធំ54ដែលមានកម្ពស់ខុសគ្នានៅលើកំពូលវិហារនីមួយៗមានចម្លាក់ថ្ម4នៅ4ជ្រុងសរុបគឺ216បដិមាចម្លាក់ដ៏ធំទាំងនេះត្រូវគេរំពឹងថាជាអវលោកកេសវរៈទោះមនុស្សភាគច្រើនស្រមៃថាមកខ្លួនឯងជាភ័ក្ររបស់ព្រះបាទជ័យវរ្ម័នទី7ជាមុខនៃស្នាមញញឹមរបស់ព្រះនៅលើថ្មទាំងនេះមើលទៅស្រអាប់និងងងឹតមិនភ្លឺច្បាស់ទេទោះបីជាពន្លឺព្រះច័ន្ទចាំងមកលើក៏ដោយបន្ទាប់ពីការបង្កើតអភូតហេតុអតិទេពនេះដែលរីករាយហើយជាងចម្លាក់មិនចេញឈ្មោះជារៀងរហូតរៀងរាល់ថ្ងៃនៅក្នុងប្រាសាទព្រះអាទិត្យនឹងរះនៅលើកំពូលនៃវិហារទី1សំឡេងខ្ញើខ្ញានៃបក្សីទាំងពួងនិងសំឡេងព្រះសង្ឃសូត្រធម៌បានក្លាយជាទេសភាពពេលព្រឹកដ៏សែនប្រកាលនៅតំបន់តាមដងទន្លេមេគង្គនៅអង្គរជាផ្នែកដែលត្រូវបានអភិរក្សល្អបំផុតគឺចម្លាក់លោតនៅលើជញ្ជាំងនិងសសរទេពធីតាគឺជាមួយក្នុងចំណោមគោលរឿងសំខាន់នៃក្បាច់លោតនៃស្ថាបត្យកម្មចម្ងល់នៃទេពធីតាទាំងនេះគឺភាពស្រស់ស្អាតនិងដូចជាទេពអប្សរពួកគេមើលទៅស្ងប់ស្ងាត់និងបរិសុទ្ធអណ្ដែតលើផ្កាឈូកពួកគេមានម៉ូតសក់ខុសគ្នាហើយគេនិយាយថាមានម៉ូតសក់សរុប36ម៉ូតរបាំអប្សរា
ប្រាសាទតាព្រំត្រូវបានបញ្ជាឲ្យសង់ដោយព្រះបាទជ័យវរ្ម័នទី7សម្រាប់មេដារបស់ទ្រង់កន្លែងមើលទៅដូចជាទីប្រយុទ្ធដ៏គួរឲ្យរន្ធត់រវាងព្រះនិងធម្មជាតិត្រូវបានដឹកនាំដោយកាភោកឈើពោះរាងកាយរបស់វាស្រាប់ដោយពន្លឺដូចជាប្រាក់ព្រៃវល្លិស្លែព្យុះផ្លេកបន្ទោសត្វសាហាវពន្លឺព្រះអាទិត្យដែលគួរឲ្យខ្លាចនិងរាត្រីងងឹតបានចាប់ផ្ដើមការវាយប្រហារដ៏សាហាវនៅលើប្រាសាទអស់ជាច្រើនសតវត្សឬនឹងមែកនៃឈើពោះវាឡើងលើធ្នឹមហើយចូលទៅយ៉ាងជ្រៅក្នុងស្នាមព្រះពួកវាព័ទ្ធយ៉ាងតឹងជុំវិញទ្វារនិងបង្អួចហើយសង្កត់បញ្ច្រាស់ដំបូលពួកវាថែមទាំងដុះចេញពីកណ្ដាលនៃប្រាសាទបែងចែកព័ទ្ធជំវិញនិងបំផ្លាញប្រាសាទប៉ុន្តែទីបញ្ចប់នៃការប្រយុទ្ធគឺប្រាសាទរួមជាមួយផែនដីព្រៃនិងប្រាសាទគឺជាគូស្នេហ៍ដែលជំពាក់ជំពិនគ្នាដែលមិនអាចមានអ្នកណាបំបែកបានអភូតហេតុធម្មជាតិនេះមិនបំផ្លាញប្រាសាទទេផ្ទុយទៅវិញវាផ្ដល់នូវជីវិតថ្មីធ្វើឲ្យប្រាសាទកាន់តែរឹងមាំជាទូទៅពួកលោកខាងលិចជឿថាអង្គរត្រូវបានរកឃើញដោយជនជាតិបារាំងឈ្មោះ Henry Mohawk ដែលពាក់ព័ន្ធនឹងការស្រាវជ្រាវធម្មជាតិបែបវិទ្យាសាស្ត្រហើយធ្លាប់ជាគ្រូមធ្យមសិក្សាគាត់បានចុះនាវាផ្សងព្រេងនៅឆ្នាំ1858ហើយការធ្វើដំណើររបស់គាត់នៅលើទន្លេមេគង្គបានផ្លាស់ប្ដូរជីវិតរបស់គាត់ Mohawk និងក្រុមរបស់គាត់ធ្វើដំណើរឆ្លងកាត់ព្រៃយក្សដំបងនៅក្នុងខេត្តបាត់ដំបងរបស់កម្ពុជាមិនយូរប៉ុន្មានក៏បានមកដល់អង្គរប្រជាជននាំគ្នាមកពីលោកខាងលិចទៅប្រាសាទដើម្បីសុំពរដល់ពិធីរបស់គេនេះជាអ្វីដែលគេបានឃើញកន្លែងត្រូវបានគ្របដណ្ដប់ដោយព្រៃយក្សដំបងប្រាសាទខ្លះបានក្រឡាប់ប្រាសាទខ្លះមិនរងការខូចខាតពួកគេបូជាចំពោះព្រះឬបុព្វការីដែលរាប់ទាំងអ្នកស្រុកនិងសត្វព្រៃជាច្រើនប្រភេទMohawkផ្ដល់ទស្សនៈថ្មីដល់ពួកយើងទោះបីជាអ្វីមួយដែលមិនមែនជារឿងសប្បាយចិត្តគេបានសរសេរថាឆាកមួយដែលធ្លាប់ពោពេញដោយក្តីរីករាយនិងល្បីល្បាញឥឡូវត្រូវបានបំផ្លាញហើយតាំងពីឆ្នាំ1907ពួកអឺរ៉ុបបានភ្ជាប់ជាមួយនឹងការកត់ត្រានិងការពារវត្ថុបុរាណនៃអង្គរពួកគេរាប់វត្ថុបុរាណទាំងអស់រាប់បញ្ចូលទាំងបំណាច់នៃថ្មដែលធ្លាក់ចុះមកនីមួយៗជាយាមរកតម្រុយទៅនឹងប្រវត្តិសាស្ត្រពេលនោះមានសាលាពីរអ្នកខ្លះស្នើឲ្យយកគ្រប់យ៉ាងដែលព័ទ្ធលើកំពូលចេញដើម្បីផ្លាស់ថ្មីនិងសង់ឡើងវិញនៅអង្គរដែលបានរលំអ្នកខ្លះចង់ផ្លាស់តែអ្វីដែលសំខាន់ដើម្បីរក្សាស្ថានភាពដើមរបស់អង្គរនិងញៀននៃអាចកំបាំងទីបំផុតអាជ្ញាធរក្នុងតំបន់បានដោះស្រាយករណីនេះតាមបែបវិទ្យាសាស្ត្រហើយរក្សាកន្លែងខ្លះនៅស្ថានភាពដើមសូម្បីសប្តាហ៍ថ្ងៃក្រុមបរទេសជួយជួសជុលអង្គរនៅតែធ្វើតាមការណែនាំយ៉ាងតឹងរ៉ឹងអ្នកជំនាញជនជាតិចិនផ្នែកស្ថាបត្យកម្មបុរាណទទួលខុសត្រូវការផ្លាស់ប្ដូរចាស់សាយទេវតាខាងក្រៅច្រកចូលខាងកើតនៃក្រុងមេក្រុមដែលធ្លាប់ដឹកនាំការផ្លាស់ប្ដូរនៃវាំងដូតាឡានៅទីបេហើយគឺជាអ្នកជំនាញក្នុងការរៀបប្រាសាទទៅសភាពដើមវិញដោយគ្មានការស្រមៃវាពិបាកក្នុងការបង្ហាញឈុតសំខាន់និងអស្ចារ្យនៃអតីតកាលប៉ុន្តែរឿងមួយដែលច្បាស់ដៃនៃប្រជាជនខ្មែរត្រូវតែខ្លាំងនិងប៉ិនប្រសប់ដំរីក៏ចូលរួមក្នុងការសាងសង់អង្គរដែរពួកគាត់ជញ្ជូនថ្មយក្សទាំងនោះហើយតាមវិធីនេះបានប្រែក្លាយកម្លាំងពួកគាត់ទៅជាទីក្រុងនេះជួយខ្មែរយើងឲ្យដូចជាកម្លាំងយក្សនៅក្នុងតំបន់តាមដងទន្លេមេគង្គព្រេងកថាបុរាណបង្ហាញថាដំរីគឺជាអវតាររបស់ព្រះនៃគតិបណ្ឌិតយោងតាមរឿងព្រេងពេលព្រះការពារចេញពីដំណាក់ទៅប្រយុទ្ធព្រះបត្រារបស់ព្រះអង្គទើបតែប្រសូតច្រើនឆ្នាំក្រោយមកព្រះការពារត្រឡប់មកដំណាក់វិញប៉ុន្តែព្រះបត្រាមិនស្គាល់ព្រះអង្គហើយខាត់ព្រះអង្គនៅទ្វាររបងព្រះការពារកាត់ក្បាលព្រះបត្រារបស់ព្រះអង្គហើយក្បាលរមៀលចូលក្នុងព្រៃ
ដោយដឹងថាព្រះអង្គបានកាត់ក្បាលបុត្រារបស់ខ្លួនព្រះអង្គបានបញ្ជាឲ្យស្វែងរកក្បាលបុត្ររបស់ព្រះអង្គនៅក្នុងព្រៃប៉ុន្តែរកមិនឃើញដូច្នេះព្រះអង្គបានដាក់ក្បាលដំរីលើព្រះកាយបុត្ររបស់ព្រះអង្គជាមួយនឹងក្បាលថ្មីបុត្រារបស់ព្រះអង្គបានក្លាយជាព្រះនៃគតិបណ្ឌិតក្សត្រនៃអង្គរបានបង្រៀនដំរីជាច្រើនដើម្បីប្រយុទ្ធយកប្រទេសដើម្បីពង្រីកអំណាចហើយបញ្ជាក់ពីកម្លាំងនៃប្រទេសគេនិយាយថាព្រះរាជានៅសម័យនោះជាដំរីប្រយុទ្ធនេះដើម្បីត្រួតពិនិត្យទ័ពនៃដំរី 5000 ដែលតម្រង់ជួរគ្នាជាការ៉េនៅកណ្ដាលអង្គរអំឡុងយុគដំបូងនៅភ្នំបាក់ខែងនៅពេលនោះព្រះបរមរាជវាំងផ្ទះនិងសួនត្រូវបានរៀបចំនៅជុំវិញភ្នំនេះវាពិតជាប្រភពនិងមជ្ឈមណ្ឌលនៃវត្ថុបុរាណប្រវត្តិសាស្ត្រទាំងអស់នៅអង្គរព្រះអាទិត្យរះជារៀងរាល់ថ្ងៃលើភ្នំបាក់ខែងនៅអង្គរទី1ហើយក្រោយមកលេចពីត្រង់នេះនៅពេលល្ងាចបច្ចុប្បន្នការរីករាយនឹងអរុណរះលើកំពូលភ្នំបាក់ខែងបានក្លាយជារឿងដែលត្រូវទៅធ្វើសម្រាប់ភ្ញៀវទេសចរនៅអង្គររាល់ថ្ងៃនៅពេលព្រះអាទិត្យចាប់ផ្ដើមលិចអ្នកទេសចរមកពីជុំវិញពិភពលោកមកជុំគ្នានៅទីនេះនាំមកដោយកម្លាំងដែលមកពីអតីតដែលយូរលង់រងចាំនៃទីចុងក្រោយនោះប្រថាពីរំលេចជាពណ៌ដោយពន្លឺនៃអង្គរព្រះអាទិត្យដែលកំពុងលិចអណ្ដែតពេញវេហាហើយលិចនៅក្នុងវាលភក់ទន្លេមេគង្គមិនយូរប៉ុន្មានក៏រលត់ទៅជាមួយនឹងភាពអន្តកាលក្រោយប្រជាជនខ្មែរក្នុងតំបន់ចូលចិត្តជួបជុំគ្នានៅតាមស្នាមភ្លុះខាងក្រៅអង្គរនៅជាមួយប្រាសាទរបស់ពួកគាត់ប្រជាជនកម្ពុជានិងអង្គររបស់ពួកគាត់នឹងរួមគ្នាដើម្បីរីករាយជាមួយនឹងខ្យល់ត្រជាក់នាពេលរាត្រីនិងភាពស្ងប់ស្ងាត់ក្រោយពីសម្លេងទាំងអស់បានបញ្ចប់ទៅខ្យល់ធ្លាក់នេះបែបសួគាពេលខ្សាត់យាងចេញក្រៅទ័ពតម្រង់ជួរនៅខាងមុខប្រជាជនកាន់បដាហើយលេងភ្លេងតាមពីក្រោយព្រះអង្គមានស្រីស្នំពី3ទៅ5នាក់ឈរជាជួរស្លៀកសម្លៀកបំពាក់មានផ្កានិងមានម៉ូតសក់ហើយកាន់ចន្លោះយ៉ាងធំក្នុងដៃដុតបំភ្លឺទោះជាពេលថ្ងៃក៏ដោយមានរទេះជាច្រើនដែលដឹកដោយពពែក្តាន់និងសេះលំអដោយមាសមន្ត្រីនិងព្រះញាតិវង្សទាំងអស់ជិះលើដំរីហើយនាំមុខនៅពីចម្ងាយគេអាចមើលឃើញស្រមោលក្រហមនៃឆ័ត្រដ៏ធំបន្ទាប់មកគឺមហេសីនិងអនិទេសង្វាសនីរបស់ព្រះរាជានៅក្នុងរទេះឬលើខ្នងសេះឬដំរីមានឆ័ត្រធ្វើពីមាសជាង100ផ្ដាំម្លប់ឲ្យពួកគាត់បន្ទាប់មកគឺព្រះរាជាទ្រង់បានឈរលើខ្នងដំរីកាន់ដើមមាសក្នុងព្រះហស្ថភ្លុកដំរីស្រោបដោយមាសនៅតែមានដំរីជាច្រើននៅជុំវិញដើម្បីការពារព្រះរាជានិងសេះចម្បាំងផងដែរ